តាបងប្អូនថ្ងៃនេះពួកយើងមកធ្វើសម្លកកូរត្រីប្រាជាមួយគ្នាម្ដងដើម្បីស្វែងរកភាពស្រស់ស្រាយនិងក្តីសុខបែបធម្មជាតិត្រៀមខ្លួនទទួលបានបទពិសោធន៍ថ្មីនិងធម្មពលវិជ្ជមានសម្រាប់ថ្ងៃសម្រាកនេះពេលខ្លះជីវិតនៅទីក្រុងមមាញឹកពេកធ្វើឲ្យពួកយើងភ្លេចបាននៅអារម្មណ៍ស្រស់ស្រាយនិងភាពសាមញ្ញដូច្នេះវីដេអូនេះនឹងនាំអារម្មណ៍អ្នកនរគ្នាត្រឡប់ទៅកាន់ធម្មជាតិនិងភាពកក់ក្ដៅតាមរយៈមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់នេះសម្លកកូរត្រីប្រាមិនត្រឹមតែជាអាហារដ៏ឈ្ងុយឆ្ងាញ់ទេតែវាក៏ជាផ្នែកមួយនៃវប្បធម៌ខ្មែរយើងផងដែរពេលចម្អិនយើងនឹកឃើញដល់គ្រឿងផ្សំស្រស់ៗបែបធម្មជាតិរបស់បងប្អូនខ្មែរយើងដែលបង្កប់នៅក្តីស្រឡាញ់និងការចែករំលែកហើយពេលទទួលទានម្ដងមានរឿងរ៉ាវជាច្រើនហូរចូលក្នុងចិត្តខ្ញុំសង្ឃឹមថាវីដេអូនេះនឹងនាំមកនៅអារម្មណ៍សប្បាយរីករាយនិងបានភ្លក់រសជាតិជីវិតបែបជនបទនិងទទួលបានធម៌ពលសម្រាប់ថ្ងៃថ្មីរបស់អ្នកមកដល់ចំណុចនេះគឺដល់ពេលដែលយើងត្រូវផ្សំគ្រឿងហើយបងប្អូនបាទអញ្ចឹងជាដំបូងយើងចាក់ប្រេងឆាចូលបំពងខ្ទឹមឲ្យឈ្ងុយល្អបាទបន្ទាប់ពីបំពងខ្ទឹមយើងឈ្ងុយហើយយើងបន្ថែមជាមួយនឹងគ្រឿងបុករបស់យើងបាទគឺអត់ភ្លេចទេគ្រឿងបុកត្រូវតែដាក់ដោយសារតែជាស្លកកូរខ្មែរយើងបាទគ្រឿងគ្រប់គ្រឿងតែម្ដងហើយយើងយកត្រីប្រានិងសាច់ជ្រូក3ជាន់ដែលយើងលាងសម្អាតហើយយកមកឆាជាមួយគ្រឿងហើយត្រង់ចំណុចនេះដែរបាទបងប្អូនបាទចូលចិត្តប្រហុកយើងបន្ថែមតិចទៅតែប្រហែលអត់ដាក់ទេអញ្ចឹងយើងឆាសាច់របស់យើងឲ្យផ្អមជាមួយគ្រឿងតិចមកយើងដាក់ជាមួយនឹងបាទស្ករពាងបាទមួយស្លាបព្រាចាស់ប៊ីចេងកន្លះស្លាបព្រាអំបិលមួយស្លាបព្រារួមជាមួយនឹងទឹកត្រីកន្លះវែកបាទហើយយើងឆាត្រឡប់វាឲ្យគ្រឿងនិងសាច់របស់យើងចូលគ្នាល្អបងប្អូនបាទបន្ទាប់ពីឈ្ងុយហើយយើងក៏ថែមជាមួយនឹងប្រេងខ្យងតិចទៅប្រេងខ្យងនេះទៀតយើងដាក់តាមចំណូលចិត្តដែរបងប្អូនបាទហើយយើងផ្អមសាច់បន្តិចមកយើងបន្ថែមជាមួយទឹកហើយទឹកយើងដាក់តាមបរិមាណបាទបន្លែរបស់យើងអញ្ចឹងសម្រាប់បន្លែយើងដាក់ចូលមុនបន្លែណាដែលវាសាច់រឹងបងប្អូនដូចជាត្រប់ល្ពៅបាទរួមជាមួយនឹងល្ហុងអីហ្នឹងដែលយើងដាក់ចូលបាទយើងដាក់វាចូលមុនទៅរំងាស់តទៅពុះបន្តិចបាទតបមកទៀតយើងយកបាទផ្ទីឬក៏បន្លែនៅជុំវិញផ្ទះយើងបាទគេហៅលឹកបាសលឹកអីហ្នឹងបាទដាក់ចូលមកបន្ទាប់មកទៀតយើងចាក់ខ្ទិះដូងបន្តិចទៅបាទគឺដើម្បីឲ្យវាមានភាពបាទខ្ទិះចូលហ្នឹងបាទរៀងតលន់តិចអ្នកចូលចិត្តគឺត្រូវតែម្ដងបាទបន្ទាប់ពីយើងផ្សំគ្រឿងរួចរាល់បងប្អូនបាទយើងក្របវារងាស់វាឲ្យវារៀងផុយតិចទៅបាទ4-5នាទីទៀតទៅបាទល្មមតែម្ដងអញ្ចឹងបន្ទាប់ពីយើងរងាស់ហើយបាទស្លរបស់យើងក៏ពុះមកសល់ល្មមដែលអាចបាទដល់ពេលមកបាយល្មមហើយយកទៅសម្មាពុទ្ធិបកាយយកទៅលោកមហាសមុទ្រគឺទឹកមកហើយទៅរៀបរាប់តែអតិគុណមេដាបិតាអស្ចារ្យទៅសុំតែដី